ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពបង្ហាញអំពីពូជស្រូវសែងក្រអូប01ពូជនេះខ្ញុំបានធ្វើការព្រោះក្នុង1ហិកតាគឺព្រោះប្រើពូជស្រូវចំនួន120គីឡូក្រាមឥឡូវនេះវាកំពុងតែចាប់ដើមចេញស្រស់ហើយក៏ខ្លះក៏មានការដាក់គ្រាប់បណ្ដាដោយសារតែការព្រោះនោះគឺវាមានទឹកភ្លៀងច្រើនពេកខ្លះក៏បានចេញទៅខ្លះក៏មិនទាន់ចេញស្រស់ទៅហើយដល់ពេលរដូវកាលត្រជាក់ខ្លាំងពេកគឺវាធ្វើទុកដោយសារមានសត្វល្អិតធ្វើទុកខ្លះក៏មានការរលាកកដោយសារតែទឹកសន្សើមធ្លាក់ហើយវាត្រជាក់នឹងធ្វើម៉េចទេគឺតាមកត្តាធម្មជាតិតាមរដូវកាលអញ្ចឹងហើយគឺមានតែការពារថែរក្សាដោយបាញ់ថ្នាំសម្រាប់កុំឲ្យវារលាកកទៀតប៉ុន្តែវាមិនបាន100%ទេគ្រាន់តែបានដោយផ្នែកខ្លះពូជសែនក្រអូបនេះគឺជាពូជដែលយើងគួរធ្វើដែរសម្រាប់ប្រជាកសិករទាំងអស់ដោយសារតែប្រមាណខែមកនេះគឺស្រូវមានការធ្លាក់ចុះយ៉ាងច្រើនអញ្ចឹងយើងគួរតែលៃលកឬក៏ធ្វើយ៉ាងម៉េចឲ្យមានការចំណេញខ្លះសម្រាប់ប្រជាកសិករទាំងអស់